ការនិពន្ធជាអត្ថបទសំណេរសរសេរអត្ថបទសម្រាយជារឿងពិចារណាដូចគេឲ្យយើងទៅយកទ្រព្យដូច្មិនគេមានម៉ៃអើនឹងឲ្យទៅយកឲ្យខ្ញុំនឹងឈួតមែនខ្ញុំសុខចិត្តឲ្យគេថាខ្ញុំជាមនុស្សល្ងងក៏ខ្ញុំមិនសុខចិត្តធ្វើជាមនុស្សឈួតដែលគេរៀបចំដែរហើយខ្ញុំសុខចិត្តឲ្យគេយកទៅវិញឥឡូវបើសិនជាទ្រព្យនឹងរបស់ខ្ញុំមែនសុំឲ្យមកដល់កន្លែងខ្ញុំមកហើយត្រូវចាំថាខ្ញុំក៏មិនឈួតទៅបំបាក់គ្រួសារខ្លួនឯងដែរយល់អត់ខ្ញុំមិនបាច់បំបាក់បងប្អូនដូចមិនតិចគឺមិនឲ្យឆ្លួលដោយសារខ្ញុំទេតែអ្នកដតីជារឿងរបស់គេតែសំខាន់ខ្ញុំមិនដែលឲ្យបាយបាក់ដោយសារខ្ញុំទេតែគេធ្វើដោយខ្លួនឯងទេហើយខ្ញុំមិនដែលស្អប់បងប្អូនខ្ញុំទេតែបងប្អូនស្អប់ខ្ញុំជារឿងរបស់ពួកគាត់ហើយខ្ញុំស្រឡាញ់បងប្អូនលក្ខណៈថាបងប្អូនតែកុំគិតដោយអ្នកដតីគិតបែបមិនជាសិទ្ធិរបស់គេទេខ្ញុំស្រឡាញ់បងប្អូនលក្ខណៈបែបជាគ្រួសារមិនមែនស្រឡាញ់បែបជាស្នេហាឡើយហើយខ្ញុំមិនដែលហួងហែងបងប្អូនទេឲ្យធ្វើតាមខ្ញុំឡើយហើយក៏ខ្ញុំមិនឲ្យបងប្អូនហួងហែងឲ្យខ្ញុំធ្វើតាមគេដែរខ្ញុំធ្វើតែអ្វីខុសនិងអ្វីត្រូវតែប៉ុណ្ណោះខ្ញុំធ្វើផ្លូវខុសឲ្យគេឃើញប្រាប់ផ្លូវត្រូវឲ្យគេដើរដូចគេដើរបានផ្លូវត្រូវហើយគេមិនជួយខ្ញុំជារឿងរបស់គេតែធននេះបើសិនជាអ្នកផលិតសារឬក៏អ្នកអនុញ្ញាតឲ្យមានសារឬក៏មេដឹកនាំអ្នកដែលពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនបើសិនជាប្រតិបត្តិគឺបានចេញលទ្ធផលតែបើមិនប្រតិបត្តិទេនិយាយគឺគ្មានលទ្ធផលទេព្រោះខ្ញុំនិយាយហើយដោយប្រដាប់ប្រណិតទឹកនោមរោគសារធាតុញៀនអាយចំការពិតជាឧបករណ៍សម្រាប់រោគរុយរបស់មន្ត្រីទេសម្រាប់មន្ត្រីដែលលោភលន់ខ្ញុំមិនមែននិយាយមន្ត្រីដែលល្អទេតែរឿងខ្លះពិចារណាឲ្យជ្រៅបន្តិចហើយមន្ត្រីដែលល្អប្រកបដោយប្រាជ្ញា